ប្រទេសកម្ពុជាតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC របស់ខ្លួនបានស្នើឲ្យភាគីថៃរៀបចំប្រជុំពិសេសបន្ទាន់មួយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃកម្ពុជានៅសប្តាហ៍ដំបូងខែមករាឆ្នាំ2026នៅខេត្តសៀមរាបសំណើរបស់កម្ពុជាធ្វើឡើងដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC ប្រទេសទាំងពីរកាលពីថ្ងៃទី22ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ថ្មីនេះក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី29ធ្នូនេះកិច្ចប្រជុំពិសេសខាងលើនឹងធ្វើការពិភាក្សាឲ្យបន្តការវាស់វែងនិងបោះបង្គោលកំណត់ខណ្ឌសីមានៅតំបន់ព្រំដែនជាច្រើនកន្លែងដូចជានៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងក្នុងឃុំបឹងរាំងនិងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបងក្រៅពីតំបន់ទាំងអស់នេះក្រុមការងារបច្ចេកទេសរបស់ភាគីទាំងពីរនឹងពិភាក្សាអំពីការចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាអូភ្លុកដំរីនិងតំបន់ព្រំដែនច1ក្នុងខេត្តពោធិ៍សាត់តាមសេចក្តីប្រកាសព័ត៌មានដដែលរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក្រុមវាស់វែងចម្រុះនឹងត្រូវបានបញ្ជូនឲ្យចុះអនុវត្តការងារវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នាខ្សែព្រំដែនដើរតាមផ្លូវទឹកនិងខ្សែព្រំដែនជាបន្តត្រង់កិច្ចការនេះនឹងប្រព្រឹត្តទៅតាមស្មារតីនៃកំណត់ហេតុប្រជុំលើកទី6របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃកម្ពុជាដែលបានចុះនៅថ្ងៃទី15ខែមិថុនាឆ្នាំ2025គួរបញ្ជាក់ថាការស្នើរបស់ភាគីកម្ពុជាឲ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមការងារទទួលបន្ទុកវាស់វែងនឹងខណ្ឌសីមាព្រំដែនប្រទេសទាំងពីរកើតឡើងតែប៉ុន្មានថ្ងៃក្រោយមានការប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ធ្នូឆ្នាំ2025នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំនៃខេត្តបៃលិនរបស់កម្ពុជានិងបានប្រកាសរបស់ថៃក្នុងខេត្តចន្ទបុរីសូមជម្រាបបន្តិចដែរថាក្នុងកិច្ចការងារវាស់វែងនឹងខណ្ឌសីមាតាមព្រំដែនកម្ពុជាថៃមន្ត្រីជំនាញកម្ពុជាបានអះអាងកន្លងមកថារាល់កិច្ចការដែលបានធ្វើកន្លងមកក្នុងបញ្ហាកំណត់ព្រំប្រទល់របស់កម្ពុជានិងថៃរហូតដល់ពេលបច្ចុប្បន្ននេះជាកិច្ចការដែលធ្វើឡើងដោយមានការស្រាវជ្រាវត្រឹមត្រូវនិងពឹងផ្អែកលើឯកសារពាក់ព័ន្ធផ្លូវការនានាដូចយ៉ាងឯកសារកំណត់ហេតុដែលបន្សល់ទុកពីសម័យបារាំងគ្រប់គ្រងកម្ពុជានៅថ្ងៃនេះដែររដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានបញ្ជាក់ជាថ្មីថាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃខ្សែព្រំដែនដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែនិងគោរពតាមអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមក៏ដូចជាផែនទីនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ